អាចកំបាំងនៃជីវិតរូបសុខទុក្ខនិងកម្មនៅក្នុងលោកដ៏ធំធេងនេះជីវិតមនុស្សម្នាក់ៗប្រៀបដូចជាទូកតូចមួយដែលអណ្ដែតកណ្ដាលមហាសមុទ្រនៃវាលវដ្តសង្សាររាល់ដំណើរជីវិតដែលឈានទៅមុខតែងតែជួបប្រទះនៅរឿងរ៉ាវស្មុគស្មាញជាច្រើនដែលបុរាណាចារ្យលោកបានសង្ខេបទុកជាមេរៀនជីវិតដ៏ស៊ីជម្រៅថាមានរូបមានទុក្ខមានសុខមានកម្មឃ្លានេះគឺជាសច្ចភាពដែលចាក់ដោតទៅលើគ្រប់ជីវិតសត្វលោកទាំងអស់ដោយគ្មានការរើសអើងវណ្ណៈឬឋានៈអ្វីឡើយជាការពិតណាស់កាលណាពោលថាមានរូបគឺសំដៅលើការចាប់កំណើតនៃរូបរាងកាយឬបញ្ចក្ខន្ធដែលប្រជុំឡើងដោយធាតុដីទឹកភ្លើងនិងខ្យល់រូបកាយនេះឯងគឺជាប្រភពដំបូងបង្អស់នៃទុក្ខចាប់តាំងពីគណៈដែលមនុស្សចាប់បដិសន្ធិក្នុងផ្ទៃមាតាភាពទុក្ខវេទនាក៏ចាប់ផ្ដើមតាមលំបន្លាចភ្លាមទុក្ខនេះកើតចេញពីសភាវៈធម្មជាតិដែលយើងមិនអាចប្រកែកបានគឺការចាស់ជរាការឈឺក្បាលវិលមុខជំងឺដង្កាត់ផ្សេងៗរហូតដល់ទីបញ្ចប់គឺការបែកធ្លាយរូបកាយឬសេចក្តីស្លាប់ក្រៅពីទុក្ខតាមសភាវៈរូបកាយក៏នាំមកនូវទុក្ខក្នុងការថែរក្សាផងដែរយើងត្រូវខ្វល់ខ្វាយរកអាហារមកបញ្ច្រករកសម្លៀកបំពាក់មកកប់ដណ្ដប់និងរកទីជម្រកដើម្បីការពារកម្ដៅថ្ងៃនិងរងាបើកាលណារូបកាយនេះខ្វះការថែទាំវានឹងផ្ដល់ផលជាការឈឺចាប់ភ្លាមដែលនេះបង្ហាញយ៉ាងច្បាស់ថាដរាបណាមានរូបដរាបនោះមានទុក្ខនៅតែអមដំណើរជានិច្ចទោះជាយ៉ាងណាក៏ដោយជីវិតមិនមែនមានតែភាពខ្មៅងងឹតនៅក្នុងគណៈដែលមានរូបនេះដែរសុខក៏បានលេចចេញមកជាពន្លឺបំភ្លឺផ្លូវចិត្តផងដែរសុខក្នុងទីនេះអាចជាលោកីសុខដែលកើតចេញពីការបានសម្រេចបំណងប្រាថ្នាការមានទ្រព្យសម្បត្តិប្រើប្រាស់ភាពកក់ក្ដៅក្នុងគ្រួសារឬការបានទទួលនៅរសជាតិឆ្ងាញ់តាមរយៈការប៉ះពាល់សុខនិងទុក្ខប្រៀបដូចជាបងប្អូនភ្លោះដែលដើរទន្ទឹមគ្នានៅពេលយើងឃ្លានយើងមានទុក្ខតែនៅពេលដែលយើងបានបរិភោគឆ្អែតយើងក៏មានសុខហេតុនេះសុខគឺជាគ្រឿងដួងលោមចិត្តឲ្យមនុស្សមានកម្លាំងរស់នៅបន្តទៅមុខទៀតបើទោះបីជាដឹងថាសុខនោះជារឿងបណ្ដោះអាសន្នមិនទៀងទាត់ក៏ដោយអ្វីដែលសំខាន់បំផុតនឹងជាអ្នកបង្កើតនៅរូបសុខនិងទុក្ខនោះគឺកម្មគឺជាច្បាប់ធម្មជាតិដ៏យុត្តិធម៌បំផុតដែលគ្មានបុគ្គលណាម្នាក់អាចគេចផុតឬទិញដូរបានឡើយរាល់សកម្មភាពដែលយើងធ្វើមិនថាតាមរយៈសម្ដីទង្វើឬគំនិតសុទ្ធតែជាការសាបព្រោះក្របពូជនៃកម្មចាស់ពីអតីតជាតិគឺជាអ្នកកំណត់ឲ្យយើងមានរូបរាងកាយស្អាតបាតឬពិការមានប្រាជ្ញាឆ្លាសវៃឬល្ងង់ខ្លៅចំណែកឯកម្មថ្មីក្នុងបច្ចុប្បន្នគឺជាអ្នកសាងសង់ជោគវាសនាសម្រាប់ថ្ងៃអនាគតមនុស្សដែលសាងកម្មល្អតែងទទួលបាននូវផលល្អជាសេចក្តីសុខចំណែកអ្នកដែលសាងកម្មអាក្រក់បៀតបៀនអ្នកដទៃមុខជាជួបប្រទះនៅសេចក្តីទុក្ខតាមលំបន្លាចដោយកងរទេះដែលវិលតាមដានជើងគោដូច្នោះដែរសរុបសេចក្តីមកសច្ចភាពនៃជីវិតដែលថាមានរូបមានទុក្ខមានសុខមានកម្មគឺជាខ្សែសង្វាក់ដែលរឹតចំណងជីវិតឲ្យវល់មិនចេះចប់រូបគឺជាវេទិកាសម្រាប់សម្ដែងតួទុក្ខនិងសុខគឺជារសជាតិនៃការសម្ដែងហើយកម្មគឺជាអ្នកសរសេរប្លង់ជីវិតការយល់ដឹងពីចំណុចទាំង4នេះនឹងជួយឲ្យយើងម្នាក់ចេះរស់នៅដោយសតិស្មារតីមិនភ្លិតភ្លើននឹងសុខដែលកំពុងមានមិនអស់សង្ឃឹមនឹងទុក្ខដែលកំពុងជួបអ្វីដែលយើងគួរធ្វើបំផុតគឺការប្រើប្រាស់រូបកាយដែលមានកំណត់នេះដើម្បីសាងកម្មល្អឲ្យបានច្រើនបំផុតព្រោះកម្មនេះឯងគឺជាស្ពាននាំយើងឆ្ពោះទៅរកសេចក្តីសុខដ៏ពិតប្រាកដនិងភាពរំចង់ក្នុងជីវិត